លោកអ្នកនាងស្ដាប់ជាទីមេត្រីផ្លែស្រម៉គឺជាផ្លែព្រៃដែលមានរសជាតិល្វីងតិចៗជូរចត់ចុងក្រោយផ្អែមនេះជាលក្ខណៈពិសេសរបស់ផ្លែស្រម៉ដែលផ្លែឈើផ្សេងៗទៀតគ្មានបន្ទាប់ពីរសជាតិដ៏សម្បូរបែបរបស់វាក៏អាចយកមកធ្វើជាអន្លក់តបជាមួយនឹងផ្អកត្រីប្រៃឬក៏ជាថ្នាំបញ្ចុះជាដើមស្រម៉ពិតមែនតែជារុក្ខជាតិដុះនៅតាមព្រៃដែលមើលទៅមិនគួរជាទីចាប់អារម្មណ៍ក៏ប៉ុន្តែមានប្រយោជន៍ជាច្រើនយ៉ាងដូចជាលាងជាតិពុលនៅក្នុងខ្លួនបំបត្តិឈឺក្បាលវិលមុខដោយសារខ្វះអាហារបំបត្តិអាការៈក្អកស្ងួតនិងស្លាប់សម្រួលអាការៈទល់លាមកបំបត្តិការឃ្លានអាហារបំបត្តិការស្រេកទឹកសម្រួលប្រព័ន្ធរំលាយអាហារបានល្អសម្រួលអារម្មណ៍ឲ្យគេងលក់ស្កប់ស្កល់សម្រាប់ថែរក្សារាងកាយឲ្យបានល្អជួយសម្រួលដល់ការអង្គុយសមាធិបានល្អនិងធ្វើឲ្យអារម្មណ៍ស្ងប់ស្ងាត់សម្រាប់អ្នកបួសព្រះសង្ឃជាដើមជួយសម្រាប់ទម្ងន់បំបែកគ្រោះក្នុងតម្រងនោមព្យាបាលជំងឺរលាកតម្រងនោមព្រមទាំងបំបត្តិអាការៈចុករយសរសៃយ៉ាងល្អប្រសើរទៀតផងសូមជម្រាបផងដែរថានៅក្នុងសិលាចារឹកខ្មែរគេឃើញមានឈ្មោះស្រុកមួយហៅថាស្រមោអែមមានន័យថាស្រមោផ្អែមនោះបានបង្ហាញថារុក្ខជាតិស្រមោត្រូវបានគេយកចិត្តទុកដាក់តាំងតែពីសម័យបុរាណកាលមកម្ល៉េះនៅក្នុងអរិយធម៌ខ្មែរដើមឈើព្រៃនេះមានដើមកំណើតនៅអាស៊ីខាងត្បូងប្រទេសឥណ្ឌានិងប្រទេសនេប៉ាល់ខាងកើតនៅភាគនិរតីនៃប្រទេសចិនយូណាននិងភាគខាងត្បូងប្រទេសស្រីលង្កាម៉ាឡេស៊ីនិងវៀតណាមផ្លែស្រមោនិងផ្លែកន្ទួតព្រៃមានភាពស្រដៀងគ្នាហើយក៏អាចផ្លាស់ប្ដូរគ្នាបានដែរស្រមោគឺជារុក្ខជាតិដុះដោយព្រៃមានដើមធំខ្ពស់ផ្លែរបស់វាមានទំហំប៉ុនមេដៃឬមេជើងផ្លែស្រមោមានច្រើនប្រភេទដូចជាស្រមោក្អែកស្រមោភ្លុកស្រមោពិភេកនិងស្រមោស្បាតចំពោះដើមរបស់វាគេអាចយកមកធ្វើជាគ្រឿងសំណង់គ្រឿងរទេសឬតុទូជាដើមទៅតាមការច្នៃប្រឌិតរបស់ជាងហើយផ្លែរបស់វាគេចូលចិត្តយកទៅប្រើការផ្សេងៗដោយវាត្រូវបានគេយកទៅទទួលទានលេងព្រោះថារសជាតិចត់តិចៗហើយផ្អែមជាប់មាត់សម្រាប់ផ្លែស្រមោដែលនៅស្រស់លើកពីនេះទៅទៀតគេក៏និយមយកផ្លែស្រមោមកធ្វើជាឱសថសម្រាប់កែរោគផ្សេងៗទៀតដូចជាអ្នកខ្លះយកទៅត្រាំនឹងទឹកឃ្មុំហើយអ្នកខ្លះទៀតយកទៅត្រាំជាមួយនឹងស្រាការដែលយកផ្លែស្រមោធ្វើជាថ្នាំក៏ព្រោះតែយល់ថាអាចព្យាបាលរោគបានច្រើនមុខមួយវិញទៀតអ្នកខ្លះក៏បានជឿថាផ្លែស្រមោគឺជាថ្នាំរបស់ព្រះសម្មាសម្ពុទ្ធគឺនៅពេលដែលព្រះអង្គប្រជញ្ញលោកតែងតែសើផ្លែស្រមោនេះឯងធ្វើជាឱសថបើតាមពុទ្ធប្រវត្តិដែលបានដឹងសពថ្ងៃចាប់ពីព្រះពុទ្ធអង្គបានត្រាស់ដឹងភ្លាមព្រះអង្គពុំសោយអ្វីសោះឡើយលុះត្រារហូតដល់49ថ្ងៃទើបព្រះអិនយកផ្លែស្រមោមកថ្វាយព្រះអង្គសោយ